នៅក្នុងសួនច្បារដ៏ធំមួយមានបុប្ផាជាច្រើនប្រភេទដូចជាការចំបៃការចំប៉ាការកុលាបការមិនរុះរោយនិងការស្មៅជាដើមការទាំងអស់តែងតែនាំគ្នាច្រៀងលេងយ៉ាងសប្បាយរីករាយថ្ងៃមួយមេឃស្រឡះផ្កាមិនរុះរោយបានជួបនឹងផ្កាកុលាបដែលដុះនៅក្បែរគ្នានោះវាក៏សម្ដែងក្តីកោតសរសើរដល់ផ្កាកុលាបថាអូផ្កាកុលាបអើយអ្នកពិតជាបុប្ផាដ៏ស្រស់ស្អាតអស្ចារ្យមែនស្អាតណាស់ស្អាតជាងបុប្ផានានាទាំងអស់នៅលើលោកនេះខ្ញុំចង់បានសម្រស់ស្រស់ស្អាតដូចជារូបអ្នកខ្លាំងណាស់ឯផ្កាកុលាបក៏តបទៅវិញទាំងទឹកមុខស្រពោនថាអោផ្កាមិនចេះរុះរោយអើយអ្វីបើខ្ញុំមានសម្រស់ជាទ្រព្យតែសម្រស់របស់ខ្ញុំវាមិនស្ថិតស្ថេរជារៀងរហូតទេព្រោះប្រសិនបើខ្ញុំមិនរុះរោយទៅវិញនោះក្នុងរយៈពេលដ៏ខ្លីនេះទេនោះខ្ញុំក៏នឹងត្រូវមនុស្សមកកាត់យកទៅដដែលខុសពីរូបអ្នកដែលអាចរីកហើយមិនរុះរោយផ្លាស់ប្ដូរកតេអប់រំសម្រស់គឺជាអ្វីដែលមិនអាចស្ថិតស្ថេរគង់វង្សឡើយហេតុនេះយើងមិនគួរជាប់ជំពាក់នឹងវាជ្រុលហួសហេតុពេកទេ